អាទិទេពបង្កើតស្ត្រីមកឲ្យធ្វើការងារ7ថ្ងៃក្នុងមួយសប្តាហ៍ទេវតាបានសួរអាទិទេពថាហេតុដូចម្ដេចបានជាស្ត្រីធ្វើការច្រើនម្ល៉េះអាទិទេពក៏ឆ្លើយថាតើអ្នកមិនឃើញនាងមានលក្ខណៈដ៏ពិសេសទេឬនាងអាចធ្វើអ្វីៗដែលបុរសមិនអាចធ្វើបាននាងអាចចិញ្ចឹមកូនច្រើននាក់ក្នុងពេលតែមួយនាងផ្ដល់នូវការអោបនិងថ្នាក់ថ្នមស្វាមីនិងកូនដែលអាចឲ្យជាសះស្បើយចាប់តាំងពីរបួសតូចតាចដល់របួសផ្លូវចិត្តបាននាងអាចធ្វើអ្វីដើម្បីក្រុមគ្រួសារដោយត្រឹមតែដៃទាំងគូរបស់នាងបាននៅពេលឈឺនាងបានព្យាបាលដោយខ្លួនឯងនិងធ្វើការមួយថ្ងៃ18ម៉ោងបានទេវតាលូកដៃប៉ះសាច់របស់នាងហើយនិយាយថានាងមានសាច់ទន់ល្មើយនឹងអាទិទេពក៏តបទៀតថាសាច់របស់នាងទន់មែនតែចិត្តរបស់នាងរឹងមាំណាស់នាងអាចជំនះនៅរាល់ឧបសគ្គនិងភាពលំបាកបាននាងអាចពិចារណាផ្ដល់នូវហេតុផលនិងសម្របសម្រួលបានទេវតាក៏លូកដៃស្ទាបថ្ពាល់របស់នាងរួចបន្លឺថាតែថ្ពាល់របស់នាងដូចជាលេចចេញនៅអវ័យសើមតើនេះមកពីនាងរែកបន្ទុកធ្ងន់ពេកទេឬអាទិទេពពោលថានេះគឺជាទឹកភ្នែកដែលគឺជាសរសៃនៃទុក្ខកង្វល់ភាពឯកោការស្រឡាញ់ការឈឺចាប់ដែលបណ្ដាលមកពីកូននិងស្វាមីរបស់នាងអស្ចារ្យណាស់នាងមានកម្លាំងម្យ៉ាងដែលបុរសគ្មាននាងអាចរែកបន្ទុកនិងដោះស្រាយបញ្ហាបាននាងអាចញញឹមខណៈដែលនាងមានអារម្មណ៍ថានាងចង់យំនាងអាចសើចបានខណៈដែលនាងត្រូវភ័យខ្លាចស្នេហារបស់នាងចំពោះក្រុមគ្រួសារគឺឥតលក្ខខណ្ឌនាងខូចចិត្តខណៈដែលកូនមិនស្ដាប់បង្គាប់តែនាងខំប្រឹងរស់តទៅទៀតទេវតាសួរថានាងពិតជាល្អឥតខ្ចោះមែនទេអាទិទេពក៏ឆ្លើយថាទេនាងមានគុណវិបត្តិមួយគឺនាងតែងតែគិតថានាងពុំមានតម្លៃអ្វីទាំងអស់ដូច្នេះនាងហ៊ានលះបង់ជីវិតដើម្បីគ្រួសាររបស់នាងឥតស្ដាយស្រណោះសោះឡើយ